ស្រឡាញ់គ្នាសុខសុខទុកបងកណ្ដាលភ្លឺសុំបងចេញទៅមិនអាចទ្រាំនៅទីទេមានត្រឹមចិត្តស្រឡាញ់ទិញមិនបានគ្រប់យ៉ាងដែលអូនមានបានពេលម្នាក់នោះមានគ្រប់យ៉ាងដែលអូនប្រាថ្នាក្តីស្នេហាអស់ខ្លឹមសារព្រោះគ្មានតាំងអូនសុខចិត្តខំដែលអូនបងដល់ស្គាល់ចាំនោះបងទាំងពីរបងតែពេលកន្លងគ្មានបំណងធ្វើឲ្យបងជួបឈឺចាប់បែបនេះទេធ្វើមិនបើលុនបងមិនដល់គេបងតស្រឡាញ់ទៀតមិនបានទេអូនថាចង់បានព្រមអ្នកដែលអាចមើលថែទាំងក្តីស្នេហ៍នឹងរបងមិនមែនចង់បានត្រង់ចិត្តស្រួយទាំងអស់ក៏មិនអាចដល់ឲ្យស្រីគុំធ្លាក់ក្តីបងឲ្យអ្នកផ្សេងចុងអូនអស់អារម្មណ៍ស្នេហ៍សូមពេលនៅក្បែរអ្នកថ្មីហើយគេទើបជាមនុស្សប្រុសដែលស្មងអូនប្រាកដទើបអូនកំណត់ភាពជូរចាប់ឲ្យបងទទួលម្នាក់អូនសុខចិត្តខំដែលអូនអំបេះដូងស្មោះជ្រើមនុស្សប្រុសផ្សេងពីបងតែពេលកន្លងគ្មានបងនងធ្វើឲ្យបងជួបឈឺចាប់បែបនេះទេព្រោះតែអស់លុយបងមិនដល់គេអូនតស្រឡាញ់ទៀតមិនបានទេអូនថាចង់បានព្រោះអ្នកដែលអាចមើលថែទាំងក្តីស្នេហ៍នឹងរបងមិនមែនចង់បានត្រឹមចិត្តស្គាល់ទាំងអស់ក៏មិនអាចដល់ឲ្យស្រីទុំធ្លាក់ក្តីបងឲ្យអ្នកផ្សេងចុងអូនអស់អារម្មណ៍ស្នេហ៍សូមពេលនៅក្បែរអ្នកថ្មីហើយអូចាអ្នកទាំងអស់គ្នាគួរតែលើកទឹកចិត្តគាត់ចំពោះសមត្ថភាពរបស់អ្នកទាំងពីរយ៉ាងណាដែរពិសេសមែនតើសឹងតែថារកពាក្យដែលនិយាយនឹងសរសើរអ្នកទាំងពីរមិនបានចាឥឡូវនេះយើងចាំស្ដាប់ការយល់ឃើញខូចសវណ្ណរាជយល់ឃើញយ៉ាងណាដែរចំពោះសមត្ថភាពរបស់អ្នកទាំងពីរបាទសម្រាប់អូនទាំងពីរធ្វើបានល្អមែនទែននៅក្នុងថ្ងៃនេះជាមួយបទចម្រៀងមួយបទនេះសម្រាប់រតនៈផ្ទាល់សំឡេងគាត់ល្អបាទមានទឹកដមល្អមានកម្លាំងហើយតងឡើងទៅខាងលើគាត់ធ្វើបានស្រែកបានល្អចំណុចខ្វះខាតរបស់បងអូនស្រែកទៅកន្លែងខ្លះបងអូនចង់ផ្លាត់បងជឿជាក់ថាបើសិនជាមកពីយើងភ័យឬមួយក៏មិនបងអត់ដឹងណាក៏ប៉ុន្តែសំឡេងបងអូនធ្វើថ្ងៃនេះបានល្អហើយអរគុណសម្រាប់វិសាលផ្ទាល់សំឡេងវិសាលក៏មានកម្លាំងដូចគ្នាបាទមានកម្លាំងមានធម៌ពលទាំងកាយវិការទាំងអារម្មណ៍នៅក្នុងការច្រៀងបទចម្រៀងមួយបទនេះសមត្ថភាពស្មើគ្នាប៉ុន្តែសម្រាប់វិសាលផ្ទាល់ហាក់ផែលផាជាមួយនឹងកន្លែងច្រៀងបន្តិចណាហើយមួយទៀតកន្លែងដល់ខាងលើមួយចំនួនខ្លះហាក់ដូចជាចង់រៀងផ្លត់ដូចគ្នាដោយសារបទនេះវាតឹងដែរក៏ប៉ុន្តែអ្នកទាំងពីរធ្វើបានដូចគ្នាបាទសិតសឹងតែជាអ្នកមានសមត្ថភាពសម្រាប់ខ្ញុំមកផ្ទាល់បើឲ្យខ្ញុំមករើសយកម្នាក់ណាបើសិនជាកូនក្រុមរបស់ខ្ញុំតែនេះខ្ញុំជាខ្ញុំទេណាការសម្រេចគឺសភាក៏ជាអ្នកសម្រេចសម្រាប់ខ្ញុំផ្ទាល់យកមុលបានអត់ចាបើយកខ្ញុំបានខ្ញុំសុខចិត្តស្ម័គ្រធ្វើសិស្សដែរចាអរគុណខ្ញុំយករតនៈចាឥឡូវនេះរតនៈមានសង្ឃឹមតិចហើយពីព្រោះការយល់ឃើញពីសំណាក់ខូចសវណ្ណរាជគាត់គិតថារតនៈមានសមត្ថភាពល្អឥឡូវនេះយើងចាំស្ដាប់ខូចនៅបាយរិទ្ធវិញយល់ឃើញយ៉ាងណាដែរអរគុណសម្រាប់ខ្ញុំក្រោយពីបានស្ដាប់អ្នកទាំងពីរបានបកស្រាយហើយគឺយល់ឃើញថាអ្នកទាំងពីរពិតជាមានចំណុចពិសេសហើយនឹងចំណុចខ្លាំងដូចគ្នាទន្ទឹមនឹងមានចំណុចខ្លាំងក៏មានចំណុចខ្វះខាតដូចគ្នាចំពោះខ្ញុំយល់ឃើញថាវិសាលមានសម្លេងធ្ងន់ល្អច្បាស់ពាក្យដែលបងអូនច្រៀងគឺច្បាស់មួយពាក្យទៅមួយពាក្យគឺច្បាស់លាស់ស្ដាប់ប៉ារ៉ូលទៅបានច្បាស់ដឹងថាច្រៀងអំពីអី
ហើយសំឡេងធ្ងន់កន្លែងដែលស្រែកគឺស្រែកដល់ចំណុចដែលខ្វះខាតដូចរាជបានលើកឡើងអញ្ចឹងគឺរៀងជិះក្តង់តិចប៉ុន្តែជាទូទៅឃើញថាល្អសម្រាប់រតនៈក៏ដូចគ្នាមានសំឡេងធ្ងន់ក៏ប៉ុន្តែមានទឹកដមមិនមែនថាអ្នកខ្លះគ្រាន់តែធ្ងន់ឲ្យតែស្រែកឲ្យតែបានប៉ុន្តែបងអូនចេះបង្កប់នៅទឹកដមហើយចេះប្រើប្រាស់សំឡេងទៅតាមបទចម្រៀងកន្លែងដែលគួរតែបតុនកន្លែងដែលស្រែកហើយចំពោះការស្រែកគឺបងអូនស្រែកដល់មានចំណុចខ្វះខាតតែបន្តិចទេគឺត្រង់ចំណុចចុងក្រោយបងអូនស្រែកទៅគឺនៅស្ទើរអត់ដល់អាកន្លែងវគ្គដែលបញ្ចប់តែម្ដងបើចំពោះខ្ញុំបើសិនបើឲ្យខ្ញុំជ្រើសរើសម្នាក់អូខេខ្ញុំយល់ដោយសារចំណូលចិត្តរបស់មនុស្សខុសៗគ្នាប៉ុន្តែជាក់ស្ដែងសមត្ថភាពគឺនៅតែជាសមត្ថភាពប្រសិនបើអ្នកទាំងពីរជាកូនក្រុមរបស់ខ្ញុំនឹងជ្រើសរើសយកវិសាលចាអរគុណច្រើនឥឡូវនេះចាំស្ដាប់មើលថាតើខូចកញ្ញារបស់យើងគាត់មានមតិយ៉ាងណាដែរចំពោះអ្នកទាំងពីរសម្រាប់អ្នកទាំងពីរការសរសើរនិងការលើកនិយាយអំពីចំណុចខ្វះខាតរបស់អ្នកទាំងពីរ Coach សវណ្ណរាជនិង Coach បៃរិតបាននិយាយអស់ហើយសម្រាប់ខ្ញុំពេញចិត្តសម្លេងអ្នកទាំងពីរដូចគ្នាវិសាលមានកម្លាំងក្នុងការបកស្រាយចម្រៀងហើយពេលដែលស្រែកឡើងដាច់ល្អខ្ញុំចាប់អារម្មណ៍នឹងសម្លេងបែបនេះច្បាស់មែនតើសម្រាប់ខ្លួនឯងចុះខុសច្បាប់បន្តិចក៏មិនមែនជាបញ្ហាដែរសំខាន់យើងមានសម្លេងព្រោះល្អរតនៈដូចគ្នាសម្លេងសតុនផ្អែមទោះបីជាកន្លែងស្រែកឡើងក៏នៅតែបង្កនៅភាពគេហៅថាផ្អែមលួងលោមសម្រាប់មនុស្សស្រីគឺចូលចិត្តសម្លេងអញ្ចឹងចំណុចខ្វះខាតបន្តិចបន្តួចយើងអាចកែតម្រូវបាននៅពេលណាដែលយើងគិតថាយើងនឹងព្យាយាមខិតខំប្រឹងប្រែងបន្តទៀតរតនៈធ្វើបានល្អវិសាលក៏ធ្វើបានល្អខ្ញុំក៏ពិបាកសម្រេចចិត្តសម្រាប់អ្នកទាំងពីរការសម្រេចចិត្តដ៏សំខាន់បំផុតគឺខូចសុភាក៏ជាអ្នកសម្រេចចិត្តប៉ុន្តែបើសិនជាខ្ញុំជាអ្នកជ្រើសរើសខ្ញុំយកវិសាលចាកាន់តែតានតឹងហើយនៅក្នុងឱកាសនេះពីព្រោះការយល់ឃើញពីសំណាក់ខូចរបស់យើងទាំង3ចាបានផ្អៀងទៅកាន់បេក្ខជនវិសាលចាប៉ុន្តែរតនៈសូមគូតនបាក់បោះអន់សពុនចិត្តណាចាពីព្រោះអ្នកដែលសម្រេចចុងក្រោយគឺគ្រូបង្វឹករបស់យើងឥឡូវនេះសូមខូចសុភាធ្វើការយល់ឃើញពីសមត្ថភាពរបស់អ្នកទាំងពីរចាអរគុណប្រឡងថ្ងៃនេះធ្វើឲ្យខ្ញុំអាចដឹងពេលដែលសមក៏ខ្ញុំអាចដឹងអ្នកទាំងពីរមានសម្លេងល្អដូចគ្នាមានសមត្ថភាពដូចគ្នាមិនតែប៉ុណ្ណោះអ្នកទាំងពីរចេះបែងចែកគំនិតគ្នាធ្វើយ៉ាងណាឲ្យបានល្អដូចគ្នាទោះបីជាអ្នកទាំងពីរជាដៃគូប្រកួតក៏ដោយប៉ុន្តែអ្នកទាំងពីរព្យាយាមបញ្យល់គ្នាទៅវិញទៅមកហាក់បីដូចជាមិនមែនជាគូប្រកួតអញ្ចឹងប្រៀបដូចជាបងប្អូនដែលស្រឡាញ់គ្នាទៅណាមកណាតែប្រាប់គ្នាខ្ញុំពេញចិត្តអ្នកទាំងពីរត្រង់នេះដូច្នេះចំពោះវិសាក្នុងថ្ងៃនេះសម្លេងស្រែកឡើងបានល្អមែនតើហើយបងអូនជឿជាក់នៅសម្លេងស្រែកដ៏ខ្លាំងរបស់បងអូនបានបងតែងតែប្រាប់បងអូនថាសម្លេងរបស់បងអូនមានហើយពីរហើយអ្វីដែលអូនគួរតែប្រយ័ត្នជាងគេបំផុតនោះគឺចង្វាក់ជាតារាចម្រៀងមួយរូបត្រូវការខ្លាំងបំផុតចង្វាក់ច្រៀងក៏ប៉ុន្តែវិសាលធ្វើបានល្អខ្ញុំពេញចិត្តវិសាលហើយចំពោះរតនៈវិញរតនៈធ្វើបានល្អក៏ប៉ុន្តែកន្លែងស្រែកចុងក្រោយខ្ញុំតែងតែប្រាប់រតនៈជានិច្ចបើសិនជាយើងគិតថាថ្ងៃនេះសុខចិត្តឲ្យផ្លៃចោះតែល្អសម្រាប់ខ្ញុំក្នុងថ្ងៃនេះអ្នកទាំងពីរធ្វើបានល្អដូចគ្នាកាយវិការបានល្អដូចគ្នារៀបនឹងជាងអ្នកទាំងពីរធ្វើបានល្អដូចគ្នារហូតដល់ទស្សនិកជនគាត់ផ្ទះដៃហូបេក្ខជនទាំងពីររូបមានគុណសម្បត្តិនិងគុណវិបត្តិដើរទន្ទឹមគ្នាប៉ុន្តែលក្ខន្តិកៈនៅក្នុងវគ្គ The Battle នេះគឺសម្រេចចិត្តឲ្យខូចរបស់អ្នកទាំងពីរជ្រើសរើសតែមួយរូបអត់ដឹងថារតនៈឬក៏វិសាលដែលអាចបន្តទៅកាន់វគ្គ Live Show ដូច្នេះខូចសុភាសូមធ្វើការសម្រេចចិត្តខ្ញុំស្រឡាញ់អ្នកទាំងពីរ
អ្នកដែលខ្ញុំជឿជាក់នឹងពិតប្រាកដតែទៅវគ្គ live show ជាមួយនឹងនាងខ្ញុំចាវិសាគឺរតនាសូមអបអរសាទររតនាឥឡូវនេះអ្នកបានទទួលជ័យលាភីនៅក្នុងវគ្គ The Battle នេះហើយចាជូនពរឲ្យជោគជ័យបន្តទៀតស្រឡាញ់គ្នាសុខសុខទុកបងកណ្ដាលភ្លឺសុំបងចេញទៅមិនអាចទ្រាំនៅទីទេមានត្រឹមចិត្តស្រឡាញ់ទិញមិនបានគ្រប់យ៉ាងដែលអូនបានគេម្នាក់នោះមានគ្រប់យ៉ាងដែលអូនប្រាថ្នាក្តីស្នេហាអស់ខ្លឹមសារព្រោះមានបាំងអូនសុខចិត្តខំដែលអូនបានមកដល់ស្គាល់ចាំនោះព្រមតាំងពីបងតែពេលកន្លងគ្មានបំណងធ្វើឲ្យបងជួបឈឺចាប់បែបនេះទេធ្វើមិនបើលំបងមិនដល់គេបងតស្រឡាញ់ទៀតមិនបានទេអូនថាចង់បានព្រមអ្នកដែលអាចមើលថែទាំងក្តីស្នេហ៍នឹងរបងមិនមែនចង់បានត្រង់ចិត្តស្រួយទាំងអស់ក៏មិនអាចដល់ឲ្យស្រីគុំធ្លាក់ក្តីបងឲ្យអ្នកផ្សេងជុំអូនអស់អារម្មណ៍ស្នេហ៍សូមពេលនៅក្បែរអ្នកថ្មីហើយគេទើបជាមនុស្សព្រំដែលស្មងអូនប្រាកដទើបអូនកំណត់ភាពជូរចាប់ឲ្យបងទទួលម្នាក់អូនសុខចិត្តខំដែលអូនអំបែដងស្មោះជ្រើមនុស្សប្រផ្សេងពីបងតែពេលកន្លងគ្មានបំណងធ្វើឲ្យបងជួបជឿចាប់មកពីទេព្រមតែខលុយបងមិនដល់គេអូនតស្រឡាញ់ទៀតមិនបានទេអូនថាចង់បានព្រោះអ្នកដែលអាចមើលថែទាំងក្តីស្នេហ៍នឹងរបងមិនមែនចង់បានត្រឹមចិត្តស្គាល់ទាំងអស់ក៏មិនអាចដល់ឲ្យស្រីទុំធ្លាក់ក្តីបងឲ្យអ្នកផ្សេងជុំអូនអស់អារម្មណ៍ស្នេហ៍សូមពេលនៅក្បែរអ្នកថ្មីហើយអូចាអ្នកទាំងអស់គ្នាគួរតែលើកទឹកចិត្តគាត់ចំពោះសមត្ថភាពរបស់អ្នកទាំងពីរយ៉ាងណាដែរពិសេសមែនតើសឹងតែថារកពាក្យដែលនិយាយនឹងសរសើរអ្នកទាំងពីរមិនបានចាឥឡូវនេះយើងចាំស្ដាប់ការយល់ឃើញខូចសវណ្ណរាជយល់ឃើញយ៉ាងណាដែរចំពោះសមត្ថភាពរបស់អ្នកទាំងពីរបាទសម្រាប់អូនទាំងពីរធ្វើបានល្អមែនទែននៅក្នុងថ្ងៃនេះជាមួយបទចម្រៀងមួយបទនេះសម្រាប់រតនៈផ្ទាល់សំឡេងគាត់ល្អបាទមានទឹកដមល្អមានកម្លាំងហើយតងឡើងទៅខាងលើគាត់ធ្វើបានស្រែកបានល្អចំណុចខ្វះខាតរបស់បងអូនស្រែកទៅកន្លែងខ្លះបងអូនចង់ផ្លាត់បងជឿជាក់ថាបើសិនជាមកពីយើងភ័យឬមួយក៏មិនបងអត់ដឹងណាក៏ប៉ុន្តែសំឡេងបងអូនធ្វើថ្ងៃនេះបានល្អហើយអរគុណសម្រាប់វិសាលផ្ទាល់សំឡេងវិសាលក៏មានកម្លាំងដូចគ្នាបាទមានកម្លាំងមានធម៌ពលទាំងកាយវិការទាំងអារម្មណ៍នៅក្នុងការច្រៀងបទចម្រៀងមួយបទនេះសមត្ថភាពស្មើគ្នាប៉ុន្តែសម្រាប់វិសាលផ្ទាល់ហាក់ផែលផាជាមួយនឹងកន្លែងច្រៀងបន្តិចណាហើយមួយទៀតកន្លែងដល់ខាងលើមួយចំនួនខ្លះហាក់ដូចជាចង់រៀងផ្លាត់ដូចគ្នាដោយសារបទនេះវាតឹងដែរក៏ប៉ុន្តែអ្នកទាំងពីរធ្វើបានដូចគ្នាបាទសិតសឹងតែជាអ្នកមានសមត្ថភាពសម្រាប់ខ្ញុំមកផ្ទាល់បកឲ្យខ្ញុំមករើសយកម្នាក់ណាបើសិនជាកូនរបស់ខ្ញុំតែនេះខ្ញុំជាខ្ញុំទេណាការសម្រេចគឺសភាក៏ជាអ្នកសម្រេចសម្រាប់ខ្ញុំផ្ទាល់យកមូលបានអត់ចាបើយកខ្ញុំបានខ្ញុំសុខចិត្តស្ម័គ្រធ្វើសិស្សដែរចាខ្ញុំនិយាយរតនៈ
ចាឥឡូវនេះរតនៈមានសង្ឃឹមតែញហើយពីព្រោះការយល់ឃើញពីសំណាក់ខូចសវណ្ណរាជគាត់គិតថារតនៈមានសមត្ថភាពល្អឥឡូវនេះយើងចាំស្ដាប់ខូចនៅបញ្ញរិទ្ធវិញយល់ឃើញយ៉ាងណាដែរ អរគុណសម្រាប់ខ្ញុំក្រោយពីបានស្ដាប់អ្នកទាំងពីរបានបកស្រាយហើយគឺយល់ឃើញថាអ្នកទាំងពីរពិតជាមានចំណុចពិសេសហើយនឹងចំណុចខ្លាំងដូចគ្នាទន្ទឹមនឹងមានចំណុចខ្លាំងក៏មានចំណុចខ្វះខាតដូចគ្នាចំពោះខ្ញុំយល់ឃើញថាវិសាលមានសម្លេងធ្ងន់ល្អច្បាស់ពាក្យដែលបងអូនច្រៀងគឺច្បាស់មួយពាក្យទៅមួយពាក្យគឺច្បាស់លាស់ស្ដាប់ប៉ារ៉ូលទៅបានច្បាស់ដឹងថាច្រៀងអំពីអីហើយសម្លេងធ្ងន់កន្លែងដែលស្រែកគឺស្រែកដល់ចំណុចដែលខ្វះខាតដូចរាជបានលើកឡើងអញ្ចឹងគឺរៀងឈៀសក្តង់បន្តិចប៉ុន្តែជាទូទៅឃើញថាល្អសម្រាប់រតនៈក៏ដូចគ្នាមានសម្លេងធ្ងន់ក៏ប៉ុន្តែមានទឹកដមមិនមែនថាអ្នកខ្លះគ្រាន់តែធ្ងន់ឲ្យតែស្រែកឲ្យតែបានប៉ុន្តែបងអូនចេះបង្កប់នៅទឹកដមហើយចេះប្រើប្រាស់សម្លេងទៅតាមបទចម្រៀងកន្លែងដែលគួរតែបន្ទន់កន្លែងដែលស្រែកហើយចំពោះការស្រែកគឺបងអូនស្រែកដល់មានចំណុចខ្វះខាតតែបន្តិចទេគឺត្រង់ចំណុចចុងក្រោយបងអូនស្រែកទៅគឺនៅស្ទើរអត់ដល់អាកន្លែងវគ្គដែលបញ្ចប់តែម្ដងបើចំពោះខ្ញុំបើសិនបើឲ្យខ្ញុំជ្រើសរើសម្នាក់អូខេខ្ញុំយល់ដោយសារចំណូលចិត្តរបស់មនុស្សខុសៗគ្នាប៉ុន្តែជាក់ស្ដែងសមត្ថភាពគឺនៅតែជាសមត្ថភាពប្រសិនបើអ្នកទាំងពីរជាកូនក្រុមរបស់ខ្ញុំនឹងជ្រើសរើសយកវិសាលចាអរគុណច្រើនឥឡូវនេះចាំស្ដាប់មើលថាតើខូចកញ្ញារបស់យើងគាត់មានមតិយ៉ាងណាដែរចំពោះអ្នកទាំងពីរសម្រាប់អ្នកទាំងពីរការសរសើរនិងការលើកនិយាយអំពីចំណុចខ្វះខាតរបស់អ្នកទាំងពីរខូចសវណ្ណរាជនិងខូចបៃរិទ្ធបាននិយាយអស់ហើយសម្រាប់ខ្ញុំពេញចិត្តសម្លេងអ្នកទាំងពីរដូចគ្នាវិសាលមានកម្លាំងក្នុងការបកស្រាយចម្រៀងហើយពេលដែលស្រែកឡើងដាច់ល្អខ្ញុំចាប់អារម្មណ៍នឹងសម្លេងបែបនេះច្បាស់មែនតើសម្រាប់ខ្លួនឯងចុះខុសច្បាប់បន្តិចក៏មិនមែនជាបញ្ហាដែរសំខាន់យើងមានសម្លេងព្រោះល្អរតនៈដូចគ្នាសម្លេងសតុនផ្អែមទោះបីជាកន្លែងស្រែកឡើងក៏នៅតែបង្កនៅភាពគេហៅថាផ្អែមលួងលោមសម្រាប់មនុស្សស្រីគឺចូលចិត្តសម្លេងអញ្ចឹងចំណុចខ្វះខាតបន្តិចបន្តួចយើងអាចកែតម្រូវបាននៅពេលណាដែលយើងគិតថាយើងនឹងព្យាយាមខិតខំប្រឹងប្រែងបន្តទៀតរតនៈធ្វើបានល្អវិសាលក៏ធ្វើបានល្អខ្ញុំក៏ពិបាកសម្រេចចិត្តសម្រាប់អ្នកទាំងពីរការសម្រេចចិត្តដ៏សំខាន់បំផុតគឺខូចសុភាក៏ជាអ្នកសម្រេចចិត្តប៉ុន្តែបើសិនជាខ្ញុំជាអ្នកជ្រើសរើសខ្ញុំយកវិសាលចាកាន់តែតានតឹងហើយនៅក្នុងឱកាសនេះពីព្រោះការយល់ឃើញពីសំណាក់ខូចរបស់យើងទាំង3ចាបានផ្អៀងទៅកាន់បេក្ខជនវិសាលចាប៉ុន្តែរតនៈសូមគូតនបាក់អន់សពុនចិត្តណាចាពីព្រោះអ្នកដែលសម្រេចចុងក្រោយគឺគ្រូបង្វឹករបស់យើងឥឡូវនេះសូមខូចសុភាធ្វើការយល់ឃើញពីសមត្ថភាពរបស់អ្នកទាំងពីរចាអរគុណប្រឡងថ្ងៃនេះធ្វើនេះខ្ញុំបានដឹងពេលដែលសមក៏នេះខ្ញុំអាចដឹងអ្នកទាំងពីរមានសម្លេងល្អដូចគ្នាមានសមត្ថភាពដូចគ្នាមិនតែប៉ុណ្ណោះអ្នកទាំងពីរចេះបែងចែកគំនិតគ្នាធ្វើយ៉ាងណាឲ្យបានល្អដូចគ្នាទោះបីជាអ្នកទាំងពីរជាដៃគូប្រកួតក៏ដោយប៉ុន្តែអ្នកទាំងពីរព្យាយាមបញ្យល់គ្នាទៅវិញទៅមកហាក់បីដូចជាមិនមែនជាគូប្រកួតអញ្ចឹងប្រៀបដូចជាបងប្អូនដែលស្រឡាញ់គ្នាទៅណាមកណាតែប្រាប់គ្នាខ្ញុំពេញចិត្តអ្នកទាំងពីរត្រង់នេះដូច្នេះចំពោះវិសាក្នុងថ្ងៃនេះសម្លេងស្រែកឡើងបានល្អមែនតើហើយបងអូនជឿជាក់នៅសម្លេងស្រែកដ៏ខ្លាំងរបស់បងអូនបានបងតែងតែប្រាប់បងអូនថាសម្លេងរបស់បងអូនមានហើយពីរហើយអ្វីដែលអូនគួរតែប្រយ័ត្នជាងគេបំផុតនោះគឺចង្វាក់ជាតារាចម្រៀងមួយរូបត្រូវការខ្លាំងបំផុតចង្វាក់ច្រៀងក៏ប៉ុន្តែវិសាលធ្វើបានល្អខ្ញុំពេញចិត្តវិសាលហើយចំពោះរតនៈវិញរតនៈធ្វើបានល្អក៏ប៉ុន្តែកន្លែងស្រែកចុងក្រោយខ្ញុំតែងតែប្រាប់រតនៈជានិច្ចបើសិនជាយើងគិតថាថ្ងៃនេះសុខចិត្តឲ្យខ្លីចោះតែល្អសម្រាប់ខ្ញុំក្នុងថ្ងៃនេះអ្នកទាំងពីរធ្វើបានល្អដូចគ្នាកាយវិការបានល្អដូចគ្នារៀបនឹងជាងអ្នកទាំងពីរធ្វើបានល្អដូចគ្នារហូតដល់ទស្សនិកជនគាត់ផ្ទះដៃហូបេក្ខជនទាំងពីររូបមានគុណសម្បត្តិនិងគុណវិបត្តិដើរទន្ទឹមគ្នាប៉ុន្តែលក្ខន្តិកៈនៅក្នុងវគ្គ The Battle នេះគឺសម្រាប់ចិត្តឲ្យខូចរបស់អ្នកទាំងពីរជ្រើសរើសតែមួយរូប
អត់ដឹងថារតនៈឬក៏វិសាលដែលអាចបន្តទៅកាន់វគ្គ live show ដូច្នេះខូចសុភាសូមធ្វើការសម្រេចចិត្តខ្ញុំស្រឡាញ់អ្នកទាំងពីរអ្នកដែលខ្ញុំជឿជាក់នឹងពិតប្រាកដតែទៅវគ្គ live show ជាមួយនឹងនាងខ្ញុំវិសាលគឺរតនៈចាសូមអបអរសាទររតនៈឥឡូវនេះអ្នកបានទទួលជ័យលាភីនៅក្នុងវគ្គ The Battle នេះហើយចាជូនពរឲ្យជោគជ័យបន្តទៀត